No cô thcom thcan rong rương cray, Prochia prosray rùa sọc sàn, Rôc si thu thia cộp cộp pràn, Khmien away rùm khan, khmien sao mong.ព្រះសង្ឃរាជទាំងពីរគណៈនិងព្រះសង្ឃគ្រប់ព្រះអង្គជាទីសក្ការៈដ៏ខ្ពង់ខ្ពស់សម្ដេចប្រធានព្រឹទ្ធសភាសម្ដេចព្រះប្រធានរដ្ឋសភាសម្ដេចនាយករដ្ឋមន្ត្រីសម្ដេចព្រះអង្គម្ចាស់អ្នកអង្គម្ចាស់ព្រះរាជវង្សានុវង្សឧត្តមប្រឹក្សាព្រះមហាក្សត្រអាយុត្តមលោកជំទាវឧបនាយករដ្ឋមន្ត្រីទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីប្រធានស្ថាប័នអភិបាលខេត្តក្រុងនិមឺនសពមុខមន្ត្រីនិងកងកម្លាំងប្រដាប់អាវុធទាំងអស់ជាទីស្រឡាញ់ដ៏ជ្រាលជ្រៅអាយុត្តមលោកជំទាវឯកអគ្គរដ្ឋទូតឯកអគ្គរដ្ឋទូតនិងភ្ញៀវអន្តរជាតិជាទីមេត្រីបងប្អូនជនរួមជាតិជាទីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតថ្ងៃនេះគឺថ្ងៃសុក្រមួយរោចខែអាសត់ឆ្នាំវោកឆស័កពុទ្ធសករាជ2548ត្រូវនឹងថ្ងៃទី29ខែតុលាឆ្នាំ2004ជាទិវាដ៏ថ្លៃថ្លាក្នុងប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជានិងប្រវត្តិជីវិតនៃទូលព្រះបង្គំជាខ្ញុំព្រះករុណាខ្ញុំ
ដែលបានទទួលមហាកិត្តិយសជាព្រះមហាក្សត្រគ្រងរាជសម្បត្តិបន្តពីព្រះវររាជបិតាជាព្រះបិតាជាតិព្រះមហាវីរក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រជាកូនចៅទួតរបស់ព្រះអង្គក្នុងឱកាសដ៏អូតដងអូដំជាសេរីជ័យមង្គលនេះទូលព្រះបង្គំជាខ្ញុំព្រះករុណាខ្ញុំមានហឫទ័យរំភើបរីករាយជាអនេកដោយមានឱកាសនិងមានលទ្ធភាពបូជាកម្លាំងកាយចិត្តនិងបញ្ញាញាណបម្រើមាតុភូមិនិងប្រជារាស្ត្រព្រមទាំងបានបន្តនៅព្រះរាជប្រពៃណីនិងស្នាព្រះហស្ថរុងរឿងពីព្រះវររាជបិតាព្រះអាយុកោទួតក្នុងអតីតកាលដ៏ថ្កើងដែលព្រះអង្គបានត្រួសត្រាយទុកដ៏យូរលង់មកហើយឲ្យបានស្ថិតថេរគង់វង្សតទៅថ្ងៃមុខទៀតនៅក្នុងឱកាសនេះដែរទូលព្រះបង្គំជាខ្ញុំព្រះករុណាខ្ញុំសូមសម្ដែងនៅសេចក្តីដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះព្រះមហាករុណាธิគុណរបស់ព្រះវររាជបិតាព្រះវររាជមាតាព្រះរាជវង្សានុវង្សជាទីគោរពដែលព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោះព្រះរាជទានឲ្យទូលព្រះបង្គំជាខ្ញុំព្រះករុណាខ្ញុំបានបន្តគ្រងរាជសម្បត្តិរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាសូមថ្លែងអំណរព្រះគុណសម្ដេចព្រះសង្ឃរាជទាំងពីរគណៈព្រះសង្ឃគ្រប់ព្រះអង្គសូមអរគុណចំពោះព្រះគ្រូឥស្លាមសាសនានិងសាសនាដទៃទៀតនិងសូមថ្លែងអំណរគុណចំពោះសម្ដេចប្រធានព្រឹទ្ធសភាសម្ដេចព្រះប្រធានរដ្ឋសភាសម្ដេចនាយករដ្ឋមន្ត្រីនិងសហការីព្រមទាំងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋគ្រប់រូបនៅទូទាំងព្រះរាជាណាចក្រកម្ពុជាដែលបានផ្ដល់នៅទំនុកព្រះទ័យទំនុកចិត្តទទួលអបអរសាទរស្វាគមន៍ផ្ដល់មហាកិត្តិយសដល់ទូលព្រះបង្គំជាខ្ញុំព្រះករុណាខ្ញុំនឹងបានបម្រើវិស័យសាសនាវិស័យមនុស្សធម៌វិស័យអប់រំសង្គមកិច្ចសុខុមាលភាពនិងជីវភាពរស់នៅរបស់ប្រជារាស្ត្រនៅទូទាំងប្រទេសជាពិសេសនៅជនបទស្រែចម្ការក្រោមពន្លឺព្រះធម៌នៃព្រះពុទ្ធជាម្ចាស់ព្រះរាជតម្រិះដ៏ភ្លឺថ្លារបស់ព្រះវររាជបិតាព្រះវររាជមាតានិងក្រោមកម្លាំងមហាសាមគ្គីជាតិឯកភាពជាតិរឹងមាំរបស់ព្រះសង្ឃគ្រប់ព្រះអង្គព្រះរាជវង្សានុវង្សថ្នាក់ដឹកនាំនៃអង្គការនីតិបញ្ញត្តិនីតិប្រតិបត្តិតុលាការនិងប្រជារាស្ត្រជាទីគោរពស្រឡាញ់ទូលព្រះបង្គំជាខ្ញុំព្រះករុណាខ្ញុំមានជំនឿថាអ្វីដែលជាគុណប្រយោជន៍សម្រាប់ជាតិមាតុភូមិនិងប្រជារាស្ត្រយើងនឹងទទួលបានជោគជ័យដោយពិតប្រាកដទូលព្រះបង្គំជាខ្ញុំព្រះករុណាខ្ញុំនឹងយកអស់ពីសមត្ថភាពបម្រើសង្ឃព្រះសង្ឃគ្រប់ព្រះអង្គបម្រើប្រជារាស្ត្រនិងបម្រើមាតុភូមិអង្គរជាទីស្នេហាដោយអំណត់ព្យាយាមនិងដោយស្មោះត្រង់ទូលព្រះបង្គំជាខ្ញុំព្រះករុណាខ្ញុំសូមសម្ដេចព្រះសង្ឃរាជព្រះសង្ឃគ្រប់ព្រះអង្គសម្ដេចអាយុត្តមលោកជំទាវជាថ្នាក់ដឹកនាំគ្រប់ស្ថាប័នគ្រប់ខេត្តក្រុងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិងបងប្អូនប្រជារាស្ត្រព្រះមេត្តានិងមេត្តាបន្តព្រះរាជសកម្មភាពជាផលប្រយោជន៍ព្រះពុទ្ធសាសនាផ
ផលប្រយោជន៍សង្គមជាតិនិងប្រជារាស្ត្រឲ្យបានប្រកបដោយសុខសន្តិភាពសម្បូរសប្បាយចម្រឹងចម្រើនថ្កុំថ្កើងនិងប្រកបដោយកិត្តិយសជានិច្ចតរៀងទៅជាទីបញ្ចប់ទូលព្រះបង្គំជាខ្ញុំព្រះករុណាខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំង3វត្ថុស័ក្តិសិទ្ធិក្នុងលោកទេវតារក្សាព្រះរាជាណាចក្រកម្ពុជាទេវតារក្សាព្រះមហាស្វ័យតឆ័ត្របារមីអតីតព្រះមហាក្សត្រព្រះមហាក្សត្រិយានីគ្រប់ព្រះអង្គបារមីព្រះកែវមរកតសូមជួយថែរក្សាសម្ដេចព្រះសង្ឃរាជទាំងពីរគណៈព្រះសង្ឃគ្រប់ព្រះអង្គសូមមានព្រះសុខភាពល្អព្រះជន្មាយុយឺនយូរដើម្បីគង់នៅជាទុំពំនឹងដ៏ប្រសើរនិងជាមលុបដ៏ត្រជាក់ត្រជុំរបស់ពុទ្ធបរិស័ទព្រមទាំងថែរក្សាការពារព្រះពុទ្ធសាសនាឲ្យបានថិតថេរគង់វង្សយូរអង្វែងតរៀងទៅសូមថ្វាយព្រះពរបវរមហាប្រសើរព្រះវររាជបិតាព្រះវររាជមាតាជាទីគោរពសក្ការៈដ៏ឧត្តមឧត្តមរបស់ទូលព្រះបង្គំជាខ្ញុំព្រះករុណាខ្ញុំក៏ដូចជាបងប្អូនកូនចៅទួតរបស់ព្រះអង្គមានព្រះជន្មាយុយឺនយូរព្រះសុខុមាលភាពល្អបរិបូរណ៍ព្រះកាយពលមាំមួនព្រះបញ្ញាញាណភ្លឺថ្លាដើម្បីគង់នៅជាមលុបដ៏ត្រជាក់ត្រជុំរបស់មាតុភូមិនិងប្រជារាស្ត្រតរៀងទៅសូមថ្វាយព្រះពរជូនពរសម្ដេចអាយុត្តមលោកជំទាវថ្នាក់ដឹកនាំសមាជិកាព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលមន្ត្រីគ្រប់ក្រសួងស្ថាប័នអភិបាលរងខេត្តក្រុងនិងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់សូមមានសុភមង្គលវិបុលសុខគ្រប់ប្រការមានសាមគ្គីភាពឯកភាពជាតិដ៏រឹងមាំនៃព្រះរាជាណាចក្រកម្ពុជាយើងនឹងសម្រេចជោគជ័យក្នុងការអនុវត្តគោលនយោបាយស្របតាមគោលបំណងនិងសំណូមពររបស់ប្រជារាស្ត្រសូមជូនពរដល់បងប្អូនជនរួមជាតិប្រជារាស្ត្រជាទីគោរពស្រឡាញ់និងសូមបន្តខិតខំប្រកបរបរដោះស្រាយជីវភាពរស់នៅមានសុភមង្គលវិបុលសុខរីកចម្រើនសម្បូរសប្បាយតរៀងទៅសូមជូនពរចំពោះឯកឧត្តមលោកជំទាវឯកអគ្គរដ្ឋទូតឯកអគ្គរដ្ឋទូតនិងភ្ញៀវកិត្តិយសអន្តរជាតិដែលបានជួយទាំងស្មារតីសម្ភារៈដើម្បីអភិវឌ្ឍដល់កម្ពុជាសូមបន្តជួយឧបត្ថម្ភតរៀងទៅដើម្បីកម្ពុជាមានលទ្ធភាពសម្រេចផែនការកសាងនិងអភិវឌ្ឍប្រទេសជាតិនិងប្រជាពលរដ្ឋតទៅអនាគតសូមអរព្រះគុណនិងសូមអរគុណដ៏ជ្រាលជ្រៅជាទីបំផុតHãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ